សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយថ្ងៃនេះមើលថាតើមានអ្វីសម្រាប់បងប្អូនទាំងអស់គ្នាត្រូវដឹងត្រូវឮនៅក្នុងពេលនេះសម្រាប់នៅក្នុងនេះគឺមើលឃើញថាបងប្អូនទាំងអស់គ្នាថាការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នានៅពេលកន្លងមកហ្នឹងគឺមានគេទទួលស្គាល់ពីសមត្ថភាពរបស់បងប្អូនទាំងអស់គ្នាហើយដូច្នេះហើយអាចនឹងមានការឡើងតំណែងឡើងឋានៈទូនាទីខ្ពស់ជាងមុនល្អប្រសើរជាងមុនហើយនឹងមានការកោតសរសើរពីមិត្តរួមការងារបងប្អូនទាំងអស់គ្នាផងដែរដូច្នេះហើយមើលថាអ្វីដែលអ្នកទាំងអស់គ្នាធ្វើហ្នឹងគឺមានការគ្រប់គ្រងច្រើនពីមិត្តនៅកន្លែងរួមការងាររបស់បងប្អូនទាំងអស់គ្នាហ្នឹងដូច្នេះហើយធ្វើឲ្យគេមានការទទួលស្គាល់ពីស្នាដៃពីសមត្ថភាពពីចំណេះដឹងរបស់បងប្អូនទាំងអស់គ្នាដែលមានការខិតខំប្រឹងប្រែងហ្នឹងធ្វើឲ្យគេមានការពេញចិត្តខ្លាំងមែនទែនដូច្នេះហើយធ្វើអ្នកទាំងអស់គ្នាអាចនឹងមានភាពល្បីល្បាញដែរមានភាពល្បីល្បាញខ្លាំងដែរនៅក្នុងរឿងការងាររបស់បងប្អូនទាំងអស់គ្នាហើយមិនត្រឹមតែប៉ុណ្ណោះមើលឃើញថាបងប្អូនទាំងអស់គ្នាក៏មានមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់នៅក្នុងចិត្តហើយដែរអ្នកទាំងអស់គ្នាមានមនុស្សដែលអ្នកទាំងអស់គ្នាទុកនៅក្នុងចិត្តហើយមើលទៅឃើញថាបងប្អូនទាំងអស់គ្នាមានការស្រឡាញ់ពេញចិត្តគេខ្លាំងមែនទែនឬក៏បងប្អូនទាំងអស់គ្នាផ្ទាល់ហ្នឹងគឺមានន័យថាអ្នកទាំងអស់គ្នាមានការចាប់អារម្មណ៍ទៅលើនរណាម្នាក់ដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់កាលពីមុនហើយអាចនឹងថាជាមិត្តជិតស្និទ្ធរបស់បងប្អូនទាំងអស់គ្នាក៏ថាបានដឹងត្រឹមថាមនុស្សម្នាក់ហ្នឹងគឺអ្នកទាំងអស់គ្នាធ្លាប់ស្គាល់កាលពីមុនហើយដូច្នេះហើយគឺថាសម្រាប់រឿងស្នេហាបងប្អូនទាំងអស់គ្នាអាចនឹងមានការពេញចិត្តជាមួយនឹងនរណាម្នាក់ឬក៏អ្នកទាំងអស់គ្នាផ្ទាល់មានការស្មើសម័យដែរមានការនឹកគិតដល់ស្នេហាដែរអាចនឹងថាមានការនឹកគិតដល់មនុស្សម្នាក់នឹងខ្លាំងអត់ដឹងថាជាតំណែងចាស់របស់អ្នកទាំងអស់គ្នាឬក៏យ៉ាងណាទេប៉ុន្តែដឹងត្រឹមថាមនុស្សម្នាក់ហ្នឹងគឺជាមនុស្សដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាក៏មានភាពល្អច្រើនសម្រាប់បងប្អូនទាំងអស់គ្នាមើលឃើញថាបងប្អូនទាំងអស់គ្នាគឺកំពុងតែមានការចង់ចាប់ផ្ដើមមុខរបរថ្មីការងារថ្មីសម្រាប់អ្នកទាំងអស់គ្នាផ្ទាល់ដែលអ្នកទាំងអស់គ្នាគិតថាការងារថ្មីមុខរបរថ្មីហ្នឹងនាំបងប្អូនទាំងអស់គ្នាទៅរកហើយមើលទៅឃើញថាបងប្អូនទាំងអស់គ្នាមានការខិតខំប្រឹងប្រែងខ្លាំងមែនទែននៅក្នុងការគិតដើម្បីកសាងផលិតផលកសាងប្រព័ន្ធគ្រប់គ្រងការងារថ្មីអង្គភាពថ្មីបងប្អូនទាំងអស់គ្នានឹងឲ្យមានភាពរីកចម្រើនដូច្នេះមើលឃើញថាមានកម្លាំងស្ទុះស្ទាខ្លាំងមែនទែននៅក្នុងការបង្កើតការងារថ្មីរបស់បងប្អូនទាំងអស់គ្នាហ្នឹងនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាមួយចំនួនកាលពីមុនក៏ធ្លាប់មានការចោះចាញ់ក្នុងការចាប់ផ្ដើមថ្មីលើមុខរបរថ្មីរបស់បងប្អូនទាំងអស់គ្នានឹងផងដែរដូច្នេះហើយនៅក្នុងនេះអានថាអ្នកទាំងអស់គ្នាមានភាពច្បាស់លាស់ខ្លាំងដែលចង់បង្កើតមុខរបរថ្មីរបស់ខ្លួនឯងផ្ទាល់ហើយមានការខិតខំប្រឹងប្រែងខ្លាំងមែនទែនមានការស្ទុះស្ទាខ្លាំងមានការខិតខំប្រឹងប្រែងខ្លាំងដូច្នេះហើយមើលឃើញថាអ្នកទាំងអស់គ្នាមានការខិតខំប្រឹងប្រែងមានការរៀបចំការងារបងប្អូនទាំងអស់គ្នានឹងឲ្យល្អប្រសើរខ្លាំងមែនទែនដូច្នេះហើយគឺល្អដែរសម្រាប់បងប្អូនទាំងអស់គ្នាតែមានការចង់ចាប់ដើមមុខរបរថ្មីការងារថ្មីរបស់អ្នកនឹងហើយមើលឃើញថាសមត្ថភាពបងប្អូនទាំងអស់គ្នាក៏ប្រកែដែរមិនមែនជាមនុស្សអត់មានសមត្ថភាពទេដូច្នេះហើយគឺល្អសម្រាប់ការគិតរបស់អ្នកទាំងអស់គ្នាហ្នឹងពីព្រោះអ្នកទាំងអស់គ្នាគិតថាការងារថ្មីនឹងនាំអ្នកទាំងអស់គ្នាទៅរកភាពជោគជ័យល្អប្រសើរជាងមុនប៉ុន្តែនៅក្នុងហ្នឹងអារម្មណ៍បងប្អូនទាំងអស់គ្នាផ្ទាល់អានថាដូចជាមិនសូវជាសប្បាយចិត្តដែរដោយសារតែមានការលូកដៃចូលមនុស្សទី3ណាម្នាក់ចូលមកធ្វើឲ្យអ្នកទាំងអស់គ្នារឿងពិបាកក្នុងការសម្រេចចិត្តដែរនៅក្នុងហ្នឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាពិតជាពិបាកសម្រេចចិត្តមែនទែនរឿងមានការរីរែកនៅក្នុងនេះទោះបីជាអ្នកទាំងអស់គ្នាដឹងថាជឿជាក់ទៅលើខ្លួនឯងថាអ្នកទាំងអស់គ្នាអាចធ្វើបានល្អប្រសើរក៏ដោយប៉ុន្តែនៅតែមានការខ្វះភាពប្រកបប្រជាជាមួយនឹងរឿងដែលបានកើតឡើងដូច្នេះហើយនៅក្នុងនេះមានន័យថាពេលអ្នកទាំងអស់គ្នាធ្វើទៅអាចនឹងមានទំនាស់ជាមួយនឹងមនុស្សជុំវិញខ្លួនបងប្អូនទាំងអស់គ្នាឬក៏មិនសូវជាចុះសម្រងជាមួយនឹងមនុស្សជុំវិញខ្លួនដោយសារតែមានការគិតផ្ទុយគ្នា
ដូច្នេះហើយអាចនឹងមានការប្រកួតប្រជែងនៅក្នុងអាជីពការងាររបស់បងប្អូនទាំងអស់គ្នាដូចគ្នាដែរដូច្នេះហើយមានន័យថានៅក្នុងការងារដែលអ្នកទាំងអស់គ្នាកំពុងតែមានការចង់ចាប់ផ្ដើមធ្វើគឺមានដៃគូប្រកួតប្រជែងដូច្នេះហើយគឺមានគេធ្វើដូចអ្នកទាំងអស់គ្នាដែរដូច្នេះហើយអ្វីដែលសំខាន់អ្នកទាំងអស់គ្នាមានការខិតខំប្រឹងប្រែងទៅពីព្រោះការងារដែលអ្នកទាំងអស់គ្នាធ្វើវាជាការងារដែលអ្នកទាំងអស់គ្នាស្រឡាញ់ហើយអានឹងថាអ្នកដទៃក៏មានការស្រឡាញ់ដូចអ្នកទាំងអស់គ្នាដែរប៉ុន្តែចូលប្រុងប្រយ័ត្នថាការងារមួយហ្នឹងគឺមានដៃគូប្រកួតប្រជែងមិនមែនគេប្រជែងជាមួយអ្នកដទៃទេគឺមកប្រជែងជាមួយអ្នកទាំងអស់គ្នាដូច្នេះហើយអ្វីដែលត្រូវធ្វើខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់អ្នកពីព្រោះអ្នកទាំងអស់គ្នាក៏ជាមនុស្សដែលមានសមត្ថភាពខ្ពស់ខ្លាំងពូកែដែរដូច្នេះហើយជឿជាក់ថាខ្លួនឯងអាចធ្វើបានដូច្នេះហើយមើលឃើញថានៅក្នុងពេលនេះអ្នកទាំងអស់គ្នាគឺគេទទួលស្គាល់ពីសមត្ថភាពអ្នកទាំងអស់គ្នាច្រើនមិនថាអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការងារ កន្លែងក្រុមហ៊ុនកន្លែងការងារឬក៏ការងារផ្ទាល់ខ្លួនទេការខិតខំប្រឹងប្រែងរបស់បងប្អូនទាំងអស់គ្នាធ្វើឲ្យគេមានការកោតសរសើរខ្លាំងមែនទែនដោយមើលឃើញថាអ្នកទាំងអស់គ្នាមានសមត្ថភាពខ្ពស់ដែលអាចធ្វើការងារសំខាន់បានហើយមិនត្រឹមតែប៉ុណ្ណោះទៀតធ្វើឲ្យគេមានការកោតសរសើរពីចំណេះដឹងនិងស្នាដៃនៃការងាររបស់បងប្អូនទាំងអស់គ្នាផងដែរដូច្នេះហើយធ្វើឲ្យគេពេញចិត្តជាមួយនឹងមិត្តរួមការងារហ្នឹងមានការពេញចិត្តមែនទែនជាមួយនឹងបងប្អូនទាំងអស់គ្នាជាហេតុធ្វើឲ្យបងប្អូនទាំងអស់គ្នានឹងរឹតតែមានការខិតខំប្រឹងប្រែងខ្លាំងដោយសារតែអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមការងារថ្មីមុខរបរថ្មីសម្រាប់ខ្លួនឯងតែមានទិសដៅល្អប្រសើរជាងមុនហើយមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាមានគម្រោងផែនការច្បាស់លាស់ក្នុងការរៀបចំការងាររបស់បងប្អូនទាំងអស់គ្នានឹងផងដែរគ្រាន់តែថានៅក្នុងអ្វីដែលអ្នកទាំងអស់គ្នាធ្វើគឺមានដៃគូប្រកួតប្រជែងដែលគេចង់មកបណ្ណាំប្រជែងជាមួយបងប្អូនទាំងអស់គ្នាប៉ុន្តែมันជាបញ្ហាទេសំខាន់បងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អ្នកដើម្បីបង្កើនភាពជោគជ័យបងប្អូនទាំងអស់គ្នាឲ្យបានកាន់តែខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះទៀតមើលឃើញថាបងប្អូនទាំងអស់គ្នានៅពេលហ្នឹងក៏មានមនុស្សដែលអ្នកទាំងអស់គ្នាស្រឡាញ់ពេញចិត្តដែរអញថាអ្នកទាំងអស់គ្នាមានការស្រឡាញ់ពេញចិត្តមនុស្សម្នាក់នឹងខ្លាំងហើយគេហ្នឹងក៏ជាមនុស្សដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់កាលពីមុនដែរបើសិនជាមិត្តអីអញថាជាមិត្តភាពមួយដែលមានការវិវត្តទៅជាស្នេហាក៏ថាបានដែរហើយនៅក្នុងនេះមើលឃើញថាបងប្អូនទាំងអស់គ្នាស្រឡាញ់ពេញចិត្តមនុស្សម្នាក់នឹងខ្លាំងមែនទែនអាចនឹងថាជាមនុស្សដែលធ្លាប់មានតំណែងចាស់ក៏ថាបានដែរប៉ុន្តែយ៉ាងណាក៏ដោយក៏ចង់ឲ្យបងប្អូនទាំងអស់គ្នាមានការខិតខំប្រឹងប្រែងតស៊ូអត់ធ្មត់បែបនេះរហូតទៅដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយកជ័យជំនះបានពីព្រោះនៅក្នុងនេះគូប្រកួតប្រជែងរបស់បងប្អូនទាំងអស់គ្នានឹងចាំមើលទៅបងប្អូនទាំងអស់គ្នាដែរទេបើសិនជាអ្នកទាំងអស់គ្នាមានការដាក់ដៃមានការទម្លាក់ចុះហើយហ្នឹងគឺថាគេនឹងឆក់ឱកាសដើម្បីប្រកួតប្រជែងជាមួយបងប្អូនទាំងអស់គ្នាហើយដូច្នេះហើយនៅក្នុងនេះចង់ឲ្យបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នបើសិនជាមានការចង់ចាប់ផ្ដើមអ្វីដែលថ្មីសម្រាប់បងប្អូនទាំងអស់គ្នាចូលប្រើចំណេះដឹងនិងសមត្ថភាពដែលអ្នកទាំងអស់គ្នាមានដើម្បីខិតខំប្រឹងប្រែងនិងពង្រឹងសមត្ថភាពឲ្យបានខ្ពស់ដើម្បីយកឈ្នះបញ្ហានិងឧបសគ្គដើម្បីអ្នកទាំងអស់គ្នាទទួលបានជោគជ័យទៅតាមអ្វីដែលអ្នកទាំងអស់គ្នាចង់បានពីព្រោះនៅក្នុងនេះបងប្អូនទាំងអស់គ្នាអាចនឹងថាមានភាពល្បីល្បាញសម្រាប់ខ្លួនឯងខ្លះហើយគ្រាន់តែអ្នកទាំងអស់គ្នាធ្វើវាពីដើមបែបណាខិតខំប្រឹងប្រែងធ្វើបែបហ្នឹងទៀតដើម្បីអ្នកទាំងអស់គ្នារត់ទៅទទួលបានភាពជោគជ័យសម្រាប់ខ្លួនឯងដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលឿនកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចា៎អរគុណ